នេះជាល្ងាចថ្ងៃពុធ11រោចខែបោះឆ្នាំម្សាញ់ទឹកប្រស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី4ទី14ខែមករានេះជាទស្សនវិជ្ជាខ្លះៗក្នុងការកសាងបណ្ណាល័យសហគមន៍បាន30%ហើយនៅសល់ច្រើនទេធ្វើចិន្តាឡើងទៅជាន់ទី1ខាងលើនៅរៀបអញ្ចាំងឡើងដល់ក្បាលទៅសល់លើហើយបានចាប់ផ្ដើមចាក់ប្លង់សេមួយសន្លឹកទៀតបានចាប់ផ្ដើមចាក់ប្លង់សេមួយសន្លឹកទៀតថាម៉េចនេះទៅជាប៉ុន្តែជាហប់ជាងសពមួយដងថ្មនេះខ្យល់ខ្លាំងប៉ុណ្ណឹងនេះហប់ល្អអត់សូវមានខ្យល់ប្រមាណទេថ្ងៃនេះទស្សនវិជ្ជានៅជុំវិញបណ្ណាល័យសហគមន៍យើងងាកទៅចាស់ទៅមានវត្តតកូលសមធឿនសន្តិវ័នមណ្ឌលបាសនាធរកម្ពុជាហើយយើងងាកទៅស្ដាំដៃចេះព្រះសក្យមុនីចេតិយភ្នំឧដុង្គភ្នំអដ្ឋរៈភ្នំបរិជទ្របកន្លែងដង្កល់ព្រះស្រីរកធាតុសម្មាសម្ពុទ្ធហើយងាកមកចេះបណ្ណាល័យសហគមន៍វត្ថុបំណងក្នុងការធ្វើបណ្ណាល័យសហគមន៍នេះគោលដៅចម្បងហ្នឹងគឺបន្តក្មេងៗតូចៗក្នុងសហគមន៍ឲ្យពួកគាត់ចេះស្រឡាញ់សភៅចេះអានសភៅចូលចិត្តសភៅស្រឡាញ់ចូលចិត្តអានសិក្សាស្រាវជ្រាវជំរុញការអាននៅក្នុងសហគមន៍ចូលរួមលើកស្ទួយបន្តបដាផ្នែកធនធានមនុស្សបណ្ដោះបណ្ដាលនៅគំនិតពិសេសជំរុញនៅការអាននឹងឲ្យបានផលផុសក្នុងសហគមន៍ក្មេងៗពីព្រោះយើងនឹងស្រាប់ហើយក្មេងៗនៅក្នុងសហគមន៍គាត់មិនសូវជាអ្នកជាទូទៅក្មេងៗថាក្មេងនៅទីនេះក្មេងទីណាទេក្នុងសង្គមខ្មែរយើងគាត់មិនសូវជាចូលចិត្តអានប៉ុន្មានទេអញ្ចឹងគឺយើងធ្វើយ៉ាងម៉េចបណ្ដោះពួកគាត់ឲ្យមានការអានសៀវភៅស្រឡាញ់សៀវភៅតាំងពីតូចទៅយើងបន្តពួកគាត់បានពីតូចទៅហើយស្រួលដល់ពេលធំឡើងគាត់អានឲ្យខ្លួនឯងហើយដល់ពេលគាត់មានគ្រួសារមានកូនចៅជំនាន់ក្រោយទៀតគាត់អាចបន្តការអាននឹងឲ្យបានដូចគាត់អញ្ចឹងយើងបន្តការអាននឹងបានមួយចំនួនពីរចំនួនទៅអាហ្នឹងវាស្វ័យអូតូម៉ាទិកក្មេងជំនាន់ក្រោយកើតមកចូលចិត្តអានសៀវភៅហ្នឹងពីព្រោះការអានសៀវភៅជាការកើតនៅបញ្ញា